សូមគោរពនឹងជម្រាបសួរបងនូនីនាងខ្ញុំធីសុផលចាងវាងគេហទំព័រអត្រីសម្លេងចៅកំសត់ក៏ដូចជាពិធីករណីម្នាក់អានឲ្យសមាគមបងក្នុងនាមបងជាប្រធានសមាគមក៏ដូចជាអ្នកសារព័ត៌មានម្នាក់នៅក្នុងព្រះរាជាណាចក្រកម្ពុជាតើបងមានចំណាប់អារម្មណ៍ឬក៏មតិយោបល់បែបម៉េចចំពោះសម្លេងដែលបែកធ្លាយរវាងអាដាមរដ្ឋមន្ត្រីក្រសួងធនធានទឹកនិងអូតូនិយមនិងអាដាមអភិបាលខេត្តកំពង់ចាមតាក់ទងនឹងសារព័ត៌មានដែលមានឃ្លាមួយថាអ្នកសារព័ត៌មានខូចណាស់ក៏ដូចជាសម្លេងបន្តពីក្រោយរបស់អាដាមអភិបាលខេត្តកំពង់ចាមចាតើបងមានមតិយោបល់ចូលរួមបែបម៉េចក៏ដូចជាការបកស្រាយបំភ្លឺរបស់ក្រសួងធនធានទឹកនិងរដ្ឋបាលខេត្តកំពង់ចាមចាសូមអរគុណបងជំរាបសួរបងអូនស្រីធីសុផលដែលជាអ្នកសារព័ត៌មានអរគុណច្រើនណាស់បងអូនស្រីដែលបានលើកសំណួរពីបញ្ហាវីដេអូបែកធ្លាយរបស់មន្ត្រីជាន់ខ្ពស់ចំនួន2រូបនៅលើតាមបណ្ដាញសារព័ត៌មានមកសួរខ្ញុំបាទដែលជាប្រធានសមាគមបាទបងអូនស្រីប្រកាសជាដឹងហើយដោយមានការបែកធ្លាយវីដេអូនោះក៏ខាងសមាគមសារព័ត៌មានសុក្រិតរបស់ខ្ញុំនៅថ្ងៃទី29ខែមិថុនាឆ្នាំ2026នេះបានចេញសេចក្តីថ្លែងការណ៍រួមមួយច្រានចោលនៅការសន្ទនារបស់មន្ត្រីជាន់ខ្ពស់ទាំងពីររូបនោះនៅក្រសួងមួយនិងលោកអ៊ុនចន្ទរាដែលជាអភិបាលនៃគណៈអភិបាលខេត្តកំពង់ចាមនោះដែរបាទហើយស្រាប់តែយើងឃើញថាមានការឆ្លើយបំភ្លឺពីក្រសួងមួយនិងខាងរដ្ឋបាលខេត្តកំពង់ចាមបានឆ្លើយបំភ្លឺបានផ្សព្វផ្សាយជាសាធារណៈតាមបណ្ដាញសង្គមទំនាក់ទំនងឬតាមសារព័ត៌មានមួយចំនួនបាទតែអ្វីដែលបងប្អូនអ្នកសារព័ត៌មានហើយក៏ដូចជាខ្ញុំបាទជាប្រធានសមាគមសារព័ត៌មានសុក្រិតគឺនឹងជាអ្នកសារព័ត៌មានមួយរូបក៏មិនអាចទទួលយកបានដែរដោយសារការបំភ្លឺនេះគឺមានការផ្ទុយដាច់ស្រឡះរវាងវីដេអូដែលបានបែកធ្លាយបាទអញ្ចឹងហើយយើងឃើញថាការសន្ទនារបស់លោកមន្ត្រីទាំងពីរនេះយើងឃើញថាវាដូចជាប្រឆាចពីច្បាប់ក្នុងប្រទេសកម្ពុជាយើងបាទធម្មនុញ្ញនៃប្រជាណាចក្រកម្ពុជាយើងបាទយើងកលេចបងអូនស្រីយើងកលេចទៅមើលពាណិជ្ជកម្ម NOS/ROKMO/0895/07 បាទដែលបានចុះហត្ថលេខានៅរាជធានីភ្នំពេញថ្ងៃទី1ខែកញ្ញាឆ្នាំ1995បាទប្រមុខរដ្ឋស្ដីទីហត្ថលេខាសម្ដេចជាស៊ីមបាទហើយយើងក៏លេខទៅមើលនៅក្នុងច្បាប់របបសារព័ត៌មាននឹងដែរនៅក្នុងមាត្រាទី10និងជំពូកទី5មាត្រាទី20អំពើប្រព្រឹត្តរបស់នយោជកនិពន្ធនយោឬនិពន្ធអត្ថបទអ្នកដែលនិពន្ធអត្ថបទរំលោភច្បាប់ព្រហ្មទណ្ឌត្រូវទទួលទោសតាមច្បាប់ព្រហ្មទណ្ឌប៉ុន្តែជាយ៉ាងណាក៏ដោយក៏គ្មានជនណាម្នាក់ត្រូវចាប់ចងឬជាប់ពន្ធនាគារដោយសារការបញ្ចេញមតិឡើយការបញ្ចេញមតិឡើយបាទអញ្ចឹងខ្ញុំសូមបញ្ជាក់បងអូនស្រីប៉ុណ្ណឹងអញ្ចឹងខាងសមាគមនៅតែបន្តសូមការបំភ្លឺបន្ថែមពីឯកឧត្តមអ៊ុនចន្ទរាអភិបាលនៃគណៈអភិបាលខេត្តកំពង់ចាមដើម្បីយើងនឹងសូមការជួបផ្ទាល់ជាមួយគាត់ដើម្បីយើងចង់បានឲ្យពេញអត្ថន័យដែលនៃការបំភ្លឺឲ្យបងប្អូនអ្នកសារព័ត៌មានទាំងអស់គាត់អស់ចិត្តបាទយើងឃើញថាការសន្ទនារបស់គាត់ហ្នឹងគឺហាក់បីដូចជាការរំលោភច្បាប់របបសារព័ត៌មានណាគឺគាត់បានពោលថាតតវាយខ្នោះ1 2ទៅដឹងខ្លួនបាទអញ្ចឹងឲ្យធ្វើឲ្យអ្នកសារព័ត៌មានទោះបីគាត់ចេញសេចក្តីបំភ្លឺប៉ុណ្ណឹងអ្នកសារព័ត៌មានជាតិឬមួយក៏អ្នកសារព័ត៌មានដែលគោរពច្បាប់របបស្តីពីសារព័ត៌មានគោរពនៅធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាននិងគោរពនៅក្រមសីលធម៌ខ្លួនឯងជាអ្នកសារព័ត៌មានគឺមិនអាចទទួលយកបានទេបាទអញ្ចឹងហើយខាងសមាគមយើងកំពុងតែនឹងធ្វើកិច្ចការងារនេះបន្តដើម្បីសូមជួបជាមួយនឹងឯកឧត្តមអភិបាលខេត្តកំពង់ចាមតែម្ដងបាទហើយនឹងបានព័ត៌មានអ្វីថ្មីខ្ញុំនឹងផ្ដល់បទពិសោធន៍ជូនបងអូនស្រីបន្តទៀតបាទបងអូនស្រីណាបាទសូមអរគុណហើយសូមជម្រាបលាបងអូនស្រី